ការបង្កើតសហគមន៍ក្នុងរបបខ្មែរក្រហមនៅមុនការឡើងកាន់អំណាចនៃរបបខ្មែរក្រហមពលគឺក្នុងអំឡុងសង្គ្រាមស៊ីវិលនៃរបបសាធារណរដ្ឋខ្មែរចាប់ពីឆ្នាំ1970ដល់ឆ្នាំ1975ប្រជាជនភាគច្រើនដែលរស់នៅតាមតំបន់រំដោះរបស់ខ្មែរក្រហមគឺត្រូវបានចាត់ចែងឲ្យរៀបចំទៅជាក្រុមប្រវាស់ដៃដើម្បីធ្វើការរួមគ្នាសម្រាប់នៅកម្មវិធីនយោបាយកសិកម្មរបស់ខ្មែរក្រហមក្នុងមួយក្រុមប្រវាស់ដៃនៅពេលនោះអាចមានសមាជិកចាប់ពី10ទៅ30គ្រួសារទោះជាយ៉ាងណាចាប់ពីឆ្នាំ1973រហូតឈានដល់ការដណ្ដើមបាននៅទីក្រុងភ្នំពេញក្នុងឆ្នាំ1975ក្រុមប្រវាស់ដៃដែលនៅតាមមូលដ្ឋានទាំងអម្បាលម៉ានក៏ត្រូវបានរៀបចំឲ្យคล้ายទៅជាសហគមន៍កម្រិតទាបដែលមានសមាជិកប្រមាណពី3ឬ400នាក់ឬដោយការកំណត់យកភូមិមួយទាំងមូលតែម្ដងរហូតដល់ឆ្នាំ1977សហគមន៍កម្រិតទាបក៏ត្រូវបានប្រែក្លាយជាថ្មីទៅជាសហគមន៍កម្រិតខ្ពស់ដែលមានចំនួនប្រជាជនចាប់ពី1000គ្រួសារឡើងទៅសម្រាប់សហគមន៍នីមួយៗឬដោយការកំណត់យកឃុំមួយទាំងមូលការដែលក្រុមមេដឹកនាំខ្មែរក្រហមបានបង្កើតសហគមន៍ទាំងនេះឡើងគឺដើម្បីសម្រេចគោលដៅរបស់ពួកគេក្នុងការបំបត្តិចោលកម្មសិទ្ធិឯកជននានានិងធ្វើឲ្យរលុបសូន្យនៅរបបនយោបាយនិងសេដ្ឋកិច្ចដែលអនុញ្ញាតឲ្យប្រជាជនទូទៅម្នាក់ៗអាចគ្រប់គ្រងពាណិជ្ជកម្មនិងឧស្សាហកម្មបានដោយខ្លួនឯងហើយមូលហេតុដែលពួកមេដឹកនាំកម្ពុជាប្រជាធិបតេយ្យធ្វើយ៉ាងនេះគឺដើម្បីពង្រឹងវណ្ណៈកម្មករនិងកសិករសម្រាប់ពួកទេរឆានខ្មែរក្រហមសហគមន៍មានន័យថាជាកន្លែងដែលប្រជាជនត្រូវរស់នៅធ្វើការហូបចុកនិងកម្សាន្តរួមគ្នានេះជាអ្វីដែលខុសទាំងស្រុងពីច្បាប់ធម្មជាតិរបស់មនុស្សត្រង់ថាមនុស្សយើងម្នាក់ៗគឺមាននៅរបៀបរបបរស់នៅចំណង់លើកិច្ចការងារមានម្ហូបអាហារដែលខ្លួនចូលចិត្តនិងសកម្មភាពដែលខ្លួនស្រឡាញ់គឺសុទ្ធសឹងតែផ្សេងៗពីគ្នានៅក្នុងដំណើរនៃការគ្រប់គ្រងសហគមន៍នេះទៀតសោតប្រជាជនទាំងអស់ត្រូវលះបង់នៅទ្រព្យសម្បត្តិរបស់ខ្លួនដើម្បីទុកជារបស់រួមជាពិសេសឧបករណ៍សម្រាប់ធ្វើស្រែចម្ការដោយរាប់ចាប់តាំងពីឧបករណ៍ប្រើប្រាស់ទូទៅគោក្របីនង្គ័លរនាស់គ្រាប់ពូជនិងដីស្រែជាដើមស្របតាមអ្វីដែលពួកមេដឹកនាំខ្មែរក្រហមបានធ្វើទាំងនេះបូករួមជាមួយការបង្ខិតបង្ខំឲ្យធ្វើការជាទម្ងន់ការគ្មានអាហារហូបចុកគ្រប់គ្រាន់ក្រុមមេដឹកនាំខ្មែរក្រហមទាំងអស់នោះបែរជាស្រមើលស្រមៃថាសហគមន៍របស់ខ្លួនគឺនឹងអាចក្លាយជាកម្លាំងធំធេងខ្លាំងក្លាក្នុងការកសាងប្រទេសនិងជាកំផែងថែបយ៉ាងរឹងមាំបំផុតសម្រាប់ការពារកម្ពុជាប្រជាធិបតេយ្យទប់ទល់នឹងសត្រូវទៅវិញជួបគ្នាក្នុងវីដេអូបន្ទាប់